សង្សាររបស់កូនអ៊ំបកើតខ្ញុំអាយុ22ឆ្នាំហើយអូយនៅក្មេងណាអូនគាត់ថាបងនៅក្មេងទីគាត់អត់ពេញចិត្តបងទេនៅក្មេងណាបើស្រឡាញ់គ្នាស្រឡាញ់ដល់ចាស់កងខ្នងណាក្មួយបាទដល់កូនអ៊ំ Happy Father Day ប៉ា Happy Father Day មិនកូនណាហ៎ប៉ាដឹងអត់ថ្ងៃហ្នឹងគឺជាថ្ងៃទិវាបុណ្យឪពុកហានៅសុកមិនក៏កូនឯងមកធ្វើអីប៉ានៅថ្ងៃហ្នឹងចឹងហ៎កូនធ្វើនៅថ្ងៃនេះកូនចង់ប្រាប់ប៉ាថាកូនមិនស្រឡាញ់ប៉ាថ្ងៃហ្នឹងឯងហើយក៏មិនមួយថ្ងៃហ្នឹងដែរកូនស្រឡាញ់ប៉ាជារៀងរហូតជារៀងរាល់ថ្ងៃភោជនីយដ្ឋានបាយ័នរួមរក្សាអាហារវប្បធម៌ខ្មែរអូយកូនណាមហូបខ្មែរគេតំណងហាងគេទំនើបអញ្ចឹងសង្សារតែថ្លៃឯងកូននេះអូអត់ថ្លៃទេប៉ាមកហូបនៅនេះហាតម្លៃសមរម្យហើយមកហូបខ្មែរមានលើស100មុខទៀតអូមើលទៅតំណងហ្នឹងឆ្ងាញ់គ្រប់មុខរបងនេះអូអរគុណកូនណាមកឲ្យតាមហូបខ្មែរប៉ាចូលចិត្តតែទាំងអស់ហ្នឹងណាកូនចាប៉ាវិសាតាមសម្រួលលើកូនទៅសិនណាប៉ាណែទូជ្រះរំមុំមកឆ្ងាញ់ហ្មងជាតិហ្មងអញហ្មងមិនដែរប៉ាឲ្យជារឆ្ងាញ់អត់ឆ្ងាញ់ដែរកូនប៉ាកូនមិននាំប៉ាញ៉ាំមកហូបតែមួយពេលហ្នឹងឯងកូនមានពិសេសជាងហ្នឹងទៀតពិសេសអីគេកូនHappy Father Day ប៉ាHappy Father Day មិនកូនណាហ៎ប៉ាដឹងអត់ថ្ងៃហ្នឹងគឺជាថ្ងៃទិវាបុណ្យឪពុកហានៅសុកមិនក៏កូនឯងមកធ្វើអីប៉ានៅថ្ងៃហ្នឹងចឹងហ៎កូនធ្វើនៅថ្ងៃនេះកូនចង់ប្រាប់ប៉ាថាកូនមិនស្រឡាញ់ប៉ាថ្ងៃហ្នឹងឯងហើយក៏មិនមួយថ្ងៃហ្នឹងដែរកូនស្រឡាញ់ប៉ាជារៀងរហូតជារៀងរាល់ថ្ងៃកូនមានសំណាងខ្លាំងណាស់ដែលបានខ្លាចជាកូនប៉ាសំណាងអីទេកូនណាប៉ាក្រអត់មានដូចគេផងហ្នឹងមិនបានប៉ានិយាយចឹងកូនមានសំណាងព្រោះខ្លាចជាកូនប៉ាមិនកាត់លើមានក្រទេប៉ាសំណាងដូចគ្នាណាកូនដែលប៉ានេះមានកូនល្អដូចជាកូនអញ្ចឹងណាតែប៉ាកូនមានរឿងប្រាប់មួយទៀតណាកូនមានសង្សារអ៊ំជំរាបសួរអ៊ំអាយុប៉ុន្មានហើយបាទអ៊ំខ្ញុំសង្សាររបស់កូនអ៊ំបកើតខ្ញុំអាយុ22ឆ្នាំហើយអូយនៅក្មេងណាអូនគាត់ថាបងនៅក្មេងទីគាត់អត់ពេញចិត្តបងទេនៅក្មេងណាបើស្រឡាញ់គ្នាស្រឡាញ់ដល់ចាស់កងខ្នងណាក្មួយបាទដល់កូនអ៊ំហើយក្មួយស្រឡាញ់កូនអ៊ំមានដំណាក់អីខ្លះក្មួយខ្ញុំមិនមានអីច្រើនទេគ្រាន់តែថាខ្ញុំស្រឡាញ់កូនស្រីរបស់អ៊ំខ្ញុំមិនត្រឹមស្រឡាញ់គាត់ទេខ្ញុំស្រឡាញ់គ្រួសារគាត់ដូចគ្នាដូចថ្ងៃនេះកម្មវិធីនេះខ្ញុំអ្នករៀបចំឡើងខ្ញុំចង់ឲ្យសង្សារខ្ញុំនឹងនាំអ៊ំមកញ៉ាំអីឆ្ងាញ់ថ្ងៃបងនាំកន្លែងមកកន្លែងទៅអូនដឹងថាថ្ងៃនេះថ្ងៃអីថ្ងៃទី15ថ្ងៃនេះគឺជាថ្ងៃ Happy Father Day ទិវាលោកឪពុកបងបានធ្វើកម្មវិធីឲ្យប៉ាបងហើយតែប៉ាអត់ម្ដងយើងស្រឡាញ់នេះក៏យូរណាស់ដែរអញ្ចឹងហើយបងក៏ចង់ស្គាល់ប៉ាអូនដែរណាអញ្ចឹងបងគាត់ថាថ្ងៃនេះគឺជាថ្ងៃពិសេសយល់អត់ឥឡូវចេះហាងបាយ័ននេះគឺថាពិសេសបងគាត់ថាវ័យណាក៏គេចូលចិត្តដែរហាងបាយ័នប៉ុន្តែគ្រាន់តែថាបើសិនជាប៉ាអត់គាត់កាន់តែចូលចិត្តខ្លាំងដោយសារអីបាយ័នគឺពោពេញទៅដោយម្ហូបខ្មែរច្រើនមុខណាសុទ្ធសឹងតែជាម្ហូបខ្មែរហើយយើងជ្រើសរើសយកមុខម្ហូបណាមួយដែលប៉ាអូនពេញចិត្តទៅអូនដឹងហើយគាត់ពេញចិត្តអីអញ្ចឹងកំងមកយល់អត់ហើយញ៉ាំអីក្នុងបន្ទប់មួយនិយាយគ្នាបែបណែនាំកូនភាសាឲ្យគាត់ស្គាល់មិនដែរហើយថ្ងៃនេះក៏មិនមែនត្រូវតែនាំបងទៅជួបគាត់ទេក៏ជាថ្ងៃដែលអូនឯងគួរតែបង្ហាញក្តីស្រឡាញ់គាត់កាន់តែខ្លាំងយល់អត់
បងនឹងថាអូនស្រឡាញ់គាត់រាល់ថ្ងៃប៉ុន្តែថ្ងៃនេះជាថ្ងៃពិសេសមួយអូនឯងគួរតែបង្ហាញឲ្យអស់ជានេះទៀតអូខេ អូខេ ហើយបងចាំក្នុងអូខេ អូខេបង បាយមិនមែនថ្ងៃនេះទេអនាគតទៅអ៊ំនឹងខ្លាចជាប៉ាក្មេកខ្ញុំហីខ្ញុំចង់ឲ្យប៉ាក្មេកខ្ញុំមានសុខភាពផ្លូវចិត្តល្អហើយបានញ៉ាំឆ្ងាញ់ចិត្តនៅហាងបាយ័ននេះដោយសារអីនៅបាយ័ននេះគឺពោពេញទៅដោយម្ហូបខ្មែរខ្ញុំដឹងថាអ៊ំចូលចិត្តញ៉ាំម្ហូបខ្មែរច្រើនអញ្ចឹងអ៊ំត្រូវមកដែរអ៊ំមិនបាច់ភ័យទេបើសិនជាអនាគតទៅខ្ញុំខ្លាយជាកូនប្រសាររបស់អ៊ំហើយកូនស្រីអ៊ំបើសិនជាធ្វើម្ហូបក៏ដោយបាច់បារម្ភទេគ្រួសារយើងញ៉ាំអីនៅបាយ័នទាំងអស់ទៅបាយ័ននេះអត់បានមកញ៉ាំទេក៏គេមាន delivery ដែរអ៊ំបាទគេមានដឹកជញ្ជូនអីចឹងណាអត់គិតថ្លៃទេល្អខ្លាំងមែនទែនអាចជំនួសជាក្រានបាយអនាគតប្រពន្ធខ្ញុំបាន បាទរីករាយថ្ងៃទិវាឪពុកអន្តរជាតិខ្ញុំបាទសូមផ្ញើក្តីស្រឡាញ់ទាំងអស់ទៅកាន់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនបានឃើញវីដេអូនេះហើយមានស្នាមញញឹមក៏ដូចជាសូមចែករំលែកស្នាមញញឹមទៅកាន់ឪពុកម្ដាយបងប្អូនរបស់យើងទាំងអស់គ្នាអញ្ចឹងហាងបាយ័នគឺតែងតែមិនភ្លេចទេជាមួយនឹងកម្មវិធីទាំងអស់ដែលមានដូចជាថ្ងៃនេះគឺជាថ្ងៃពិសេសជាដើមគឺថ្ងៃទិវាឪពុកអន្តរជាតិទីតាំងល្អចង់ប្រាប់ថាខាងបាយ័នគឺមានរហូតដល់10សាខាដែលយើងកំពុងថតនេះគឺនៅសាខាជ្រោយចង្វាតែសរុបទាំងអស់គឺមាន10សាខាមានដូចជាសាខាបឹងស្នោសាខាផ្លូវ598សាខាព្រៃសរសាខាសែនសុខសាខាកាឡាម៉ែនិងសាខាផ្លូវ2004សាខាជ្រោយចង្វាសាខា PTT កប់ស្រូវហើយនិងសាខាបឹងត្របែកគ្រប់សាខាទាំងអស់គឺសិតសឹងតែជាកន្លែងដែលមានផាសុខភាពកន្លែងអង្គុយជាកន្លែងដែលស័ក្តិសមគ្រប់ស្ថានភាពយើងជួយឪពុកម្ដាយមកយើងមកជាមួយមិត្តភ័ក្តិយើងមកបែបការងារយើងមកបែបណាក៏យើងអាចចុះចូលទាំងអស់ដែរបងប្អូនទាំងអស់គ្នាដោយក្នុងសេរីនេះជាដើមគឺបែបជាឪពុកម្ដាយមកញ៉ាំអីជាមួយកូនកូនមកញ៉ាំអីជាមួយនឹងមិត្តភ័ក្តិអីគឺស័ក្តិសមទាំងអស់ហើយដូចនិយាយក្នុងរឿងមិនគឺអញ្ចឹងបងប្អូនទាំងគ្នាខាងបាយ័នគឺមានមុខម្ហូបរហូតដល់100មុខជាងសិតសិនតែជាម្ហូបខ្មែរអញ្ចឹងខាងបាយ័នគឺគាត់គ្រប់គ្រងស្នាដៃម្ហូបខ្មែរខ្លាំងមែនតើអញ្ចឹងខ្ញុំជឿជាក់ថាកូនខ្មែរគួរតែញ៉ាំម្ហូបខ្មែរបានច្រើនហើយស្គាល់ម្ហូបខ្មែរកាន់តែច្បាស់អញ្ចឹងយើងអាចទៅបាយ័នបានមួយទៀតបើសិនជាយើងអត់មានពេលទៅទេចង់ញ៉ាំម្ហូបនៅបាយ័នក៏មិនព្រួយបារម្ភទេអាចកំងតាម pack បានគឺគេមានជា free delivery អញ្ចឹងណាបាទបងប្អូនជួយមកខ្ញុំបាទ Petro និងភោជនីយដ្ឋានបាយ័ននៅវីដេអូក្រោយ